ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ Paramount Global បានឈានដល់ការដោះស្រាយបណ្ដឹងផ្លូវច្បាប់ជាមួយលោកប្រធានាធិបតី Donald Trump ជំវិញការចោទប្រកាន់ថាស្ថាប័នប្រព័ន្ធផ្សព្វផ្សាយនេះបានជ្រៀតជ្រែកការបោះឆ្នោតប្រធានាធិបតីអាមេរិកកន្លងទៅដំណោះស្រាយនេះកើតឡើងបន្ទាប់ពីក្រុមហ៊ុន Paramount យល់ព្រមបង់សំណងចំនួន$16 លានទៅឲ្យលោក Trump តាមពាក្យបណ្ដឹងលោក Trump បានទាមទារសំណងចំនួន$20 លានប៉ុន្តែទឹកប្រាក់នោះនឹងមិនត្រូវទូទាត់ឲ្យលោក Trump ដោយផ្ទាល់នោះទេពលវានឹងត្រូវបង់ចូលស្ថាប័នមួយដែលលោក Trump ហៅថាជាបណ្ណាល័យប្រធានាធិបតីដែលគ្រោងដំណើរការនៅថ្ងៃអនាគតយ៉ាងណាមិញទោះបីជាសុខចិត្តយល់ព្រមបង់សំណងក្នុងទំហំទឹកប្រាក់រាប់លាន$ខាងលើប៉ុន្តែក្រុមហ៊ុន Paramount ព្រមទាំងអ្នកទទួលខុសត្រូវក្នុងកម្មវិធីទូរទស្សន៍ CBS នឹងមិនសុំទោសលោក Trump នោះឡើយគួររំលឹកថារឿងរ៉ាវនេះចាប់ផ្ដើមកាលពីខែតុលាឆ្នាំមុនពលក្នុងអំឡុងពេលធ្វើយុទ្ធនាការស្វែងរកសម្លេងឆ្នោតកម្មវិធី60 minutes ឬ60នាទីរបស់ទូរទស្សន៍ CBS ដែលជាអាជីវកម្មបិទសម្ព័ន្ធរបស់ក្រុមហ៊ុន Paramount Global បានសម្ភាសន៍លោកស្រីអនុប្រធានាធិបតី Kamala Harris ហើយក្នុងវីដេអូឆ្លើយសំណួរនោះលោកស្រី Harris បានឆ្លើយសំណួរមួយពាក់ព័ន្ធនឹងទំនាក់ទំនងរបស់សារ៉ាអាមេរិកជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ប៉ុន្តែវីដេអូដែលត្រូវបានផ្សាយចេញគឺជាវីដេអូត្រូវបានកាត់តឲ្យមើលទៅនិយាយរលូននិងមានន័យវិជ្ជមានសម្រាប់ប្រជាប្រិយភាពរបស់លោកស្រី Harris ដែលកាលនោះជាគូប្រជែងរបស់លោក Trump ត្រង់ចំណុចនេះហើយដែលលោក Trump មិនសុខចិត្តនិងបានចោទថាកម្មវិធី60 minutes ថាមានចេតនាធ្វើឲ្យមានការច្រឡំបោកបញ្ឆោតនិងបំភាន់ប្រជាជនអាមេរិកក្នុងបំណងព្យាយាមជ្រៀតជ្រែកក្នុងការបោះឆ្នោតកាលពីឆ្នាំមុនដោយឡែកទូរទស្សន៍ CBS ធ្លាប់បានឆ្លើយតបថានៅពេលដែលខ្លួនកែសម្រួលឬកាត់តវីដេអូបទសម្ភាសន៍ណាមួយសម្រាប់ផ្សព្វផ្សាយមិនថាជាបទសម្ភាសន៍ជាមួយអ្នកនយោបាយអត្តពលិកឬតារាភាពយន្តនោះទេខ្លួនតែងតែខិតខំធ្វើឲ្យមានភាពច្បាស់លាស់ត្រឹមត្រូវនិងទាន់ពេលវេលាទោះជាយ៉ាងណាក៏ដោយក្រោយស្ថិតក្រោមសម្ពាធផ្លូវច្បាប់លោក Bill Owen ដែលជានាយកផលិតកររបស់កម្មវិធី60 minutes បានប្រកាសកាលពីខែមេសាឆ្នាំ2025នេះថាលោកនឹងចាកចេញពីកម្មវិធីខាងលើដោយលើកឡើងពីកង្វះឯករាជ្យភាពក្នុងកិច្ចការផ្សព្វផ្សាយក៏សម្គាល់ថានេះមិនមែនជាលើកដំបូងទេដែលលោក Trump ប្តឹងឈ្នះនិងទទួលបានសំណងរាប់លាន$ពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយធំៗនៅអាមេរិកកាលពីខែធ្នូឆ្នាំមុនក្រុមហ៊ុន Walt Disney ដែលជាម្ចាស់ទូរទស្សន៍ ABC ក៏បានយល់ព្រមបង់សំណងចំនួន$15 លានទៅឲ្យលោក Trump ដែរបន្ទាប់ពីទូរទស្សន៍ ABC បានផ្សាយរឿងអាស្រូវពាក់ព័ន្ធបទល្មើសផ្លូវភេទរបស់លោក Trump ដែលត្រូវបានគេនិយាយថាវាកើតឡើងតាំងពីពាក់កណ្ដាលទសវត្សរ៍ឆ្នាំ90ប្រតិកម្មចំពោះការផ្សាយនោះលោក Trump បានចោទទូរទស្សន៍ ABC ថាបានបង្ខូចកេរ្តិ៍ឈ្មោះគាត់ក្រៅពីទូរទស្សន៍ធំៗរបស់អាមេរិកទាំងពីរគឺ CBS និង ABC លោក Trump ក៏ធ្លាប់បានទទួលសំណងចំនួន$25 លានពីក្រុមហ៊ុនបណ្ដាញសង្គម Meta Platform ផងដែរកាលពីឆ្នាំ2021ក្នុងសំណុំរឿងដែលក្រុមហ៊ុនមេនៃបណ្ដាញសង្គម Facebook នេះសម្រេចបិទគណនីរបស់លោក Trump ក្រោមហេតុផលថាប្រធានាធិបតីអាមេរិកខាងលើបានធ្វើខុសគោលការណ៍ប្រើប្រាស់កម្មវិធីរបស់ខ្លួនមាតិកានេះឧបត្ថម្ភដោយក្រុមហ៊ុន Decor Future Interior and Furniture ប្រសិនបើលោកអ្នកចង់រចនានិងសាងសង់ខាងក្នុងផ្ទះឬកន្លែងអាជីវកម្មឲ្យមានភាពប្រណិតនិងច្នៃប្រឌិតយើងសូមណែនាំ Future Interior and Furniture Future Interior and Furniture មានទទួលគូប្លង់កាត់ដំឡើងដោយម៉ាស៊ីនទំនើបជាមួយបទពិសោធន៍យូរឆ្នាំក្នុងការសិក្សាប្លង់ដំណើរការផលិតដំឡើងដោយជំនាញសុវត្ថិភាពនិងទំនួលខុសត្រូវខ្ពស់